ថ្មបានផ្លុំផ្លុយនេះគឺបន្ទាប់ពីច្រើនឆ្នាំកន្លងមកអាត្មាដូចជាផ្លុំផ្លុយនេះបានល្អជាងមុនអាត្មាក៏បានយល់ពីខ្លួនឯងបើសិនជាអ្នកចង់ផ្លុំផ្លុយនេះឲ្យបានល្អនោះសូមសេចក្ដីគិតទៅលើផ្លុយឲ្យខ្លាំងដូចជាអ្នកស្គាល់ខ្លួនឯងអ្នកប្រកាសជាអាចផ្លុំផ្លុយនេះបានល្អជាងមិនខានទេវិញ្ញាណបានប្រព្រឹត្តទៅជានិយមតាមរយៈយើងដែលនៅចំពោះមុខព្រះអាទិត្យព្រះច័ន្ទនិងដួងតារាហើយនឹងវងតារានៅជុំវិញខ្លួនយើងម្នាក់អាចសម្រេចនៅពន្លឺរបស់ខ្លួនឯងបើយើងព្យាយាមស្វែងរកវាមានតែភ្លឹងមួយគត់ដែលធ្វើឲ្យព្រះអង្គរួចផុតពីសេចក្តីទុក្ខបានគឺជាការស្វែងរកសេចក្តីស្ងប់ផ្សព្វផ្សាយមេត្តាធម៌ដល់សពសត្វទាំងឡាយហើយអាត្មាក៏បានឆ្លងកាត់នៅបទពិសោធន៍ទាំងនេះដែរកាមក្រោធមោហៈវាសនាទោសៈពួកវាជាឫសគល់នៃអកុសលធម៌ទាំងឡាយតែវាអាចដុតបំផ្លាញចោលបានដោយការសមាធិដ៏ស្ងប់ប្រាជ្ញានៃសេចក្តីទុក្ខទាំងពួងនេះគឺជាអកុសលដែលធ្វើឲ្យចិត្តប្រាជ្ញានៃសេចក្តីទុក្ខគឺប្រកបជាអាចធ្វើឲ្យយើងឆ្លងផុតនូវឧបសគ្គទាំងអស់នេះបានកម្មកិលេសបាននាំឲ្យយើងទៅរកសេចក្តីទុក្ខឬក៏ទៅកាន់ពិភពនៃវិវត្តសង្សារដែលឆ្លងកាត់យ៉ាងពិបាកបើសិនជាព្រះអង្គត្រូវតែធ្វើអំពើល្អមិនជាប់ជំពាក់ជាមួយនឹងកម្មកិលេសក្នុងការកាត់ចាស់ឈឺស្លាប់របស់ព្រះអង្គពេលនោះរលកតណ្ហាមិនអាចបោកបក់បំផ្លាញដល់ព្រះអង្គបានឡើយហើយនឹងធ្វើឲ្យព្រះអង្គបានយល់ច្បាស់អំពីសង្ខារធម៌តែត្រូវអប់រំកាយវិការចិត្តធ្វើតាមអំពើល្អជាកុសលប្រឆាំងពីលោភៈដែលជាឫសគល់នៃអកុសលធម៌មិនត្រូវឲ្យវានៅលើព្រះអង្គឡើយតែត្រូវនៅជាមួយនឹងពុទ្ធជនដែលជាប់ជំពាក់នៅភ្លើងកលិះគ្រប់បាច់យ៉ាងត្រូវធ្វើចិត្តឲ្យស្ងប់ដកដង្ហើមឲ្យវែងដោយការពិចារណាបន្ទាប់មកព្រះអង្គនឹងបានបំភ្លេចនៅទុក្ខនិងសុខការធ្វើចិត្តឲ្យស្ងប់នឹងទទួលបានផលពីរយ៉ាងដើម្បីបំភ្លេចនៅសេចក្តីទុក្ខទាំងឡាយគឺទទួលបាននៅបរមសុខនិងស្វែងរកការពិតបានអ្នកត្រូវចេះលះបង់ចំណុចខ្សោយរបស់អ្នកដើម្បីសេចក្តីស្ងប់នៅក្នុងចិត្តរបស់អ្នកដូច្នេះវាមិនខុសពីផ្លូវទឹកទៅកាន់ទន្លេទេវាក៏អាចពេញដោយការសន្សំទុកដែរបើអ្នកមានអារម្មណ៍ថាឈឺចាប់នៅក្នុងខ្លួនរបស់អ្នកពេលនោះអ្នកប្រកាសជាមានឆន្ទៈកាត់ឡើងដោយសារតែក្តីព្យាយាមហើយមនុស្សម្នាក់ដែលកើតមកហើយប្រកាសជាស្លាប់ទៅវិញនៅថ្ងៃណាមួយនេះគឺជាច្បាប់ធម្មជាតិមិនថាក្មេងចាស់អ្នកចេះឬក៏អ្នកល្ងងនោះទេអ្នករកគ្នាគឺត្រូវតែស្លាប់មិនអាចជៀសផុតតែអ្នកចង់យល់ពីការពិតដែរទេការពិតបានប្រាប់អ្នកទុកជាមុនហើយមែនទេព្រះច័ន្ទក្នុងពេលរាត្រីគឺជាឧទាហរណ៍ដ៏ធំមួយដើម្បីពិសោធន៍របស់ច្បាប់ធម្មជាតិមានវងតារាជាច្រើននៅជាមួយនឹងព្រះច័ន្ទថ្មីហើយក៏បានរះឡើងរៀងរាល់រាត្រីនៅពេលដែលមានអានុភាពនៃពន្លឺព្រះច័ន្ទអាកាសធាតុក៏ភ្លឺស្វាងតែនៅពេលដែលព្រះច័ន្ទលិចភាពងងឹតក៏ចូលមកដល់ដដែលតាមការពិតភាពងងឹតមិនអាចភ្លឺឡើងវិញទេបើគ្មាននរណាម្នាក់យកភ្លើងឬក៏អ្វីមួយបំភ្លឺជីវិតកូនប្រុសអ្នកជាបេះដូងរបស់អ្នកមែនទេពេលនេះអ្នកត្រូវស្ងប់អារម្មណ៍អាត្មាសូមប្រាប់រឿងមួយតិចចុះសច្ចៈគឺជាបរមសុខនៃជីវិតដរាបណាជីវិតមានក្តីទុក្ខសេចក្តីទុក្ខតែងតែតាមរកមនុស្សលោកដូចជាអន្ទល់តាមប្រាណឬគល់ដែលបណ្ដាលឲ្យកើតសេចក្តីទុក្ខគឺដោយសារតែចំណង4ប្រការដែលជាប់ជាមួយអ្វីគ្រប់យ៉ាងធ្វើឲ្យយើងដឹងថាគ្រប់យ៉ាងគឺតាមមកជាមួយយើងពិតជាមានផ្លូវដោះស្រាយបានចេញពីសេចក្តីទុក្ខបណ្ដាលមកពីអវិជ្ជាមិនថាជារឿងអ្វីឬក៏នៅក្នុងស្ថានភាពបែបណាក៏ដោយចុះមិនថាជាសេចក្តីទុក្ខឬក៏ជាសេចក្តីសុខទេយើងត្រូវធ្វើចិត្តឲ្យស្ងប់ពេលដែលយើងធ្វើដំណើរនៅតាមផ្លូវនេះយើងអាចស្រាយចំណងទាំង4ប្រការបានហើយយើងនឹងអាចទៅដល់ទីបំផុតនៃការពិតហើយក្នុងពេលនោះចិត្តរបស់យើងនឹងបានស្ងប់ផុតពីអ្វីទាំងអស់យើងនឹងដឹងថាជីវិតនិងសេចក្តីស្លាប់គឺជាដីនិងខ្យល់ដែលបានបែងចែកដូចគ្នាទោសៈទុក្ខៈគឺជាឫសគល់បំបត្តិសេចក្តីព្រួយបារម្ភបំបត្តិអារម្មណ៍ឈឺចាប់ក្នុងពេលធ្វើភាវនាបំបត្តិនៅការភ័យភាពចាស់ជរាកណាបានសម្រាប់ជោគជ័យមិនខ្លាចសេចក្តីស្លាប់មនីសាវកទាំងឡាយកណាបានផ្ដល់ចរិយាធម៌សំខាន់ដែលជាប្រភេទធម៌វិជ្ជមាននៅពេលណាដែលមានភ្លើងឆេះព្រៃអណ្ដាតភ្លើងគឺកាន់តែឆេះររៀលវាបានបំផ្លាញដើមឈើនិងធម្មជាតិដែលនៅចំពោះមុខរបស់វានោះគឺជាដើមហេតុនៃអកុសលចេតនាវាដូចជាអណ្ដាតភ្លើងដែលកំពុងតែឆេះរៀលដាល់ហើយត្រូវមានអត្តហេតុអត្តនាធម៌នៅក្នុងខ្លួននៅក្នុងផ្លូវដែលជាអំពើអាក្រក់ទាំងពួង
ទោសៈចេតាលោភៈភិយៈគឺជាឫសគល់នៃអំណាចអកុសលចេតនាទាំងនេះរហូតដល់យើងបានកាត់ផ្តាច់ឫសគល់របស់ពួកវាហើយភ្លើងកិលេសនិងអកុសលធម៌វាបានដុតបំផ្លាញសន្តានចិត្តអ្នករាល់គ្នាដរាបណាយើងនៅជាប់ជំពាក់សេចក្តីប្រាថ្នាសប្បាយនៅលើលោកនេះបុគ្គលដែលប្រាថ្នានោះនឹងមិនបានសម្រេចឡើយត្រូវស្វែងរកសេចក្តីស្ងប់នៅក្នុងជីវិតជាមុនសិនដើម្បីបំពេញអកុសលចេតនាម្ដងទៀតចេតនាជាដើមហេតុនៃសេចក្តីទុក្ខហើយសេចក្តីទុក្ខគឺជាដើមហេតុនៃក្តីសាមងនៅក្នុងចិត្តបើសេចក្តីសាមងកើតឡើងហើយនោះសេចក្តីភ័យខ្លាចក៏កើតឡើងនៅក្នុងជីវិតដែរមិនថាមានទ្រព្យសម្បត្តិច្រើនយ៉ាងណានោះទេបុគ្គលនោះក៏មិនអាចជួយខ្លួនឯងឲ្យឆ្លងផុតពីសេចក្តីភ័យខ្លាចទាំងពួងបានឡើយមិនថាគេនឹងមានអ្នកការពារជីវិតមិនឲ្យមានការភ័យខ្លាចទៅថ្ងៃអនាគតក៏គេនៅតែគេចមិនផុតពីភាពសោកស្ដាយនៅអតីតកាលបានដែរគេរស់នៅកំដរជីវិតសម្រាប់រងចាំការកំណត់គេនឹងរស់នៅគ្រាន់តែតុបតែងលម្អរាងកាយគេទទួលភាពសប្បាយកំដរពិភពលោកគេរស់នៅកំដរកម្មពីវេរានៅពេលបច្ចុប្បន្ននេះបើបុគ្គលណាម្នាក់មានចិត្តប្រកាន់ភ្ជាប់ជាមួយនឹងអកុសលចេតនានោះកុសលទាំងឡាយគឺតែងតែធ្វើឲ្យចិត្តរបស់អ្នកនឹងមានសេចក្តីស្ងប់ព្រោះតែចេតនាគេនឹងបានខ្លាចទៅជាអ្នកដែលមានសេចក្តីស្ងប់នៅក្នុងផ្លូវចិត្តគេនឹងមានអារម្មណ៍ថាមានតែការធ្វើចិត្តឲ្យរឹងមាំរបស់គេប៉ុណ្ណោះដែលជាលក្ខណៈត្រឹមត្រូវហើយដែលនាំមកនៅក្នុងជំនឿនិងសច្ចៈព្រមទាំងអ្វីៗទាំងឡាយនេះវាមិនទៀងទាត់នោះទេហើយនៅពេលដែលយើងមានសន្តិភាពមិនខ្លាចនៃសេចក្តីស្លាប់ហើយយើងពិចារណាគ្រប់បែបយ៉ាងថាមនុស្សនឹងធ្វើអំពើទាំងឡាយនាំមកនៅសេចក្តីទុក្ខមិនថានៅកន្លែងណាទេសង្ខារគឺត្រូវតែធ្វើការតស៊ូជាមួយនឹងសេចក្តីទុក្ខជំនឿត្រូវតែការពារនៅអ្វីម្យ៉ាងដើម្បីកម្ចាត់អវិជ្ជមានដែលជាមូលហេតុបំផ្លាញដល់អ្នករាល់គ្នាបានអវិជ្ជមានធ្វើឲ្យរូបមានសេចក្តីទុក្ខវាអាចធ្វើឲ្យសេចក្តីទុក្ខរាលដាលដូចជាឫសឈើហើយមានអានុភាពខាងខ្លាំងណាស់ដែលបានធ្វើឲ្យរូបទទួលនឹងការឈឺចាប់បើសិនជាបុគ្គលណាម្នាក់ទទួលបាននៅអវិជ្ជមានហើយនោះគឺមិនអាចសម្រេចការត្រាស់ដឹងបានទេសភាវៈរបស់កណាកើតឡើងពីបទពិសោធន៍វាអាចពឹងពាក់ទៅលើខ្លួនឯងឬក៏អាចថាអត្តហេអត្តនោនិថោគតិបណ្ឌិតរបស់កណាគឺដូចជាក្បូនដែលអាចប្រើឆ្លងទន្លេបានប៉ុន្តែបន្ទាប់ពីឆ្លងទន្លេរួចហើយនោះយើងមិនអាចទុកក្បូនឲ្យនៅជាមួយនឹងយើងបាននោះទេនេះគឺជាបទពិសោធន៍របស់អាត្មាដែលធ្លាប់ឆ្លងកាត់ហើយក៏ចង់ផ្សព្វផ្សាយឲ្យអ្នកទាំងអស់គ្នាបានយល់ដឹងផងដែរចិត្តរបស់យើងគឺមាន3នៅក្នុងអារម្មណ៍គឺសុខៈទុក្ខៈសុខទុក្ខអព្យាក្រឹមឬក៏របស់ចិត្តគឺមាន3នៅក្នុងខ្លួនហើយនឹងចិត្តរបស់យើងអារម្មណ៍គឺបានកើតឡើងដូចជាទឹករលកហើយនៅក្នុងពេលនោះវាក៏បានស្ងប់ទៅយ៉ាងស្វ័យប្រវត្តិកណាគិតថាមើលទៅអារម្មណ៍កើតឡើងយ៉ាងជ្រាលជ្រៅបំផុតយើងនឹងបានយល់ហើយស្គាល់ថាតើពួកវានឹងមានកំណត់មកពីណាដែរទៅអារម្មណ៍ដែលមានសេចក្តីសុខឬក៏ទុក្ខយើងនឹងឃើញថាវាផុសចេញមកពីណានៅពេលដែលយើងទៅដល់ឫសគល់របស់វាយើងនឹងបានឃើញថាមានភាពទទេស្អាតនៅទីនោះភាពទទេស្អាតគឺដូចជាផ្ទៃមេឃពណ៌ខៀវផ្ទៃមេឃពណ៌ខៀវគឺគ្មានអ្វីទាល់តែសោះប៉ុន្តែវាកំពុងតែព័ទ្ធជុំវិញអ្វីគ្រប់យ៉ាងនៅខាងក្នុងវាគឺជាអ្វីគ្រប់យ៉ាងដែលយើងមិនអាចមើលឃើញទាល់តែសោះដូច្នេះហើយយើងត្រូវតែធ្វើចិត្តរបស់យើងឲ្យមានភាពទទេស្អាតសូមធ្វើការពិចារណាបន្តទៀតទៅពិចារណាបន្តិចនៅក្នុងពេលដែលសិក្សាយើងប្រកាសជាបានឃើញហើយទឹករលកនោះគឺឈប់កើតឡើងទៀតហើយបរមសុខគឺនៅក្នុងចិត្តរបស់យើងនៅពេលដែលយើងមានសេចក្តីស្ងប់និងមិនរំខានដោយប្រការណាមួយទេបើសិនជាយើងពិចារណាឲ្យបានល្អិតល្អន់ទៅយើងនឹងបានស្វែងរកឃើញនៅអ្វីដែលជាគុណវិបត្តិដែលយើងកំពុងតែមានហើយយើងប្រកាសជាបានផ្ដល់នូវសារៈសំខាន់ដើម្បីស្វែងរកគុណធម៌ជាឫសគល់នៃអកុសលខ្ញុំកណាបានសម្ដែងអំពីគតិបណ្ឌិតគតិបណ្ឌិតគឺជារលកបោកបក់និងភាពអវិជ្ជមានមិនប្រងើយកន្តើយជាមួយនឹងសេចក្តីសៅមងដែលកាត់ឡើងនៅក្នុងសន្តានចិត្តគឺត្រូវតែលះបង់ឲ្យអស់ឬត្រូវធ្វើសមាធិ